លោកគ្រូសួងបញ្ញានៅតែបន្តធ្វើការរិះគន់ការលំអដោយមិនខ្លាចរអានឹងការព្រមានរបស់សហព័ន្ធប្រដាល់គុនខ្មែរឡើយបើទោះបីជាក្លឹបរបស់លោកត្រូវបានគេបិទចោលក៏ដោយកាលពីម្សិលមិញមហាជនអ្នកនិយមស្នេហាវិស័យប្រដាល់គុនខ្មែរពិតជាបានដឹងហើយថាលោកគ្រូសួងបញ្ញាគ្រូបង្វឹកនៃក្លឹបប្រដាល់អភិរក្សគុនខ្មែររុងរឿងត្រូវបានសហព័ន្ធប្រដាល់គុនខ្មែរដែលមានលោកខៅឆាយជាប្រធានសម្រាប់ហាមឃាត់លោកគ្រូសួងបញ្ញាមិនឲ្យជន់សាយវៀនប្រដាល់ចំនួន3ខែដោយសហព័ន្ធបានចោទប្រកាន់ថាលោកគ្រូញុះញង់ឲ្យមានការយល់ច្រឡំនិងចោទប្រកាន់សហព័ន្ធដោយគ្មានមូលដ្ឋានចំណែកឯលោកគ្រូបញ្ញាឯនោះវិញហាក់មិនខ្លាចនឹងការព្រមានរបស់សហព័ន្ធឡើយដោយលោកអះអាងថានៅតែបន្តរិះគន់ស្ថាបនាវិស័យគុនខ្មែរបន្តទៀតបើទោះបីជាក្លឹបរបស់លោកត្រូវបានសហព័ន្ធបិទចោលក៏ដោយការសម្រេចសហព័ន្ធប្រដាល់គុនខ្មែរហាមឃាត់លោកគ្រូសួងបញ្ញាគ្រូបង្វឹកនៃក្លឹបប្រដាល់អភិរក្សគុនខ្មែររុងរឿងមិនឲ្យជន់សាយវៀនប្រដាល់ចំនួន3ខែបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃច័ន្ទទី16មិថុនាឆ្នាំ2025នៅសាលប្រជុំអគាររដ្ឋបាលនៃមជ្ឈមណ្ឌលកីឡាកងយុទ្ធពលខេមរៈភូមិន្ទដឹកនាំកិច្ចប្រជុំដោយលោកខៅឆាយប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរស្ដីពីការពង្រឹងលើការងាររៀបចំចុងក្រងគណៈកម្មការចាប់គូប្រចាំស្ថានីយ៍នីមួយៗនិងការងារដឹកនាំគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរប្រចាំសប្តាហ៍និងមានការអញ្ជើញចូលរួមពីសំណាក់លោកសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរឯកឧត្តមលោកតំណាងស្ថានីយ៍ទូរទស្សន៍និងសាយវៀននានាគណៈវិនិច្ឆ័យមន្ត្រីបច្ចេកទេសសហព័ន្ធកីឡាប្រដាល់គុនខ្មែរគ្រប់ជំនាញទាំងអស់នៅក្នុងកិច្ចប្រជុំនោះលោកគ្រូសួងបញ្ញាក៏បានលើកជាសំណួរសួរទៅប្រធានសហព័ន្ធលោកខៅឆាយជុំវិញនឹងការដាក់ពិន្ទុដោយលោកគ្រូលើកឡើងភាពមិនប្រក្រតីដោយលោកលើកឡើងពីការប្រកួតពេជ្រសម្បត្តិជាមួយនឹងឃីមបូរ៉ារឿងសោភ័ណ្ឌជាមួយនឹងកងថៃឡេនមួយឲ្យឈ្នះមួយឲ្យចាញ់បន្ទាប់មកលោកខៅឆាយព្យាយាមពន្យល់នៅការដាក់ពិន្ទុរបស់គណៈកម្មការនិងចៅក្រមផងដែរក្រោយមកលោកគ្រូសួងបញ្ញាក៏បានចេញពីបន្ទប់ប្រជុំបង្ហោះសារថាគ្នាច្រើនចង់ព្រួតវាយសួងបញ្ញាទៅអត់រួចទេមិនក្បត់ឧត្តមគតិខ្លួនឯងឡើយអរគុណមេដែលប្រជុំដោយឡែកនៅថ្ងៃទី17ខែមិថុនាសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសម្រេចចេញលិខិតសម្រាប់ដាក់វិន័យប្រការមួយវិន័យលោកសួងបញ្ញាគ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរនៃក្លឹបអភិរក្សគុនខ្មែររុងរឿងមិនអនុញ្ញាតឲ្យចូលរួមពាក់ព័ន្ធក្នុងកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរនៅតាមបណ្ដាស្ថានីយ៍ទូរទស្សន៍ដៃគូអភិវឌ្ឍន៍និងសហព័ន្ធកីឡាប្រដាល់គុនខ្មែររយៈពេល3ខែចាប់ពីថ្ងៃទី17ខែមិថុនាដល់ថ្ងៃទី17ខែកញ្ញាឆ្នាំ2025ដោយបានប្រព្រឹត្តចោទប្រកាន់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដោយគ្មានមូលដ្ឋានផ្សព្វផ្សាយបង្កើតឲ្យមានការយល់ច្រឡំញុះញង់ឲ្យមានអធិកតនៅក្នុងវិស័យកីឡាប្រដាល់គុនខ្មែរធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរទាំងមូលដោយឡែកលោកគ្រូសួងបញ្ញាឯនោះវិញក្រោយពីឃើញលិខិតដាក់វិន័យលោកក៏បានយកសេចក្តីសម្រេចនោះបង្ហោះនៅក្នុងគណនីដោយលោកបានសរសេរខ្លឹមសារបន្ថែមថាបើខ្លាំងបិទទៅពិន័យធ្វើអីសួងបញ្ញាមិនព្រឺសម្បល់ទេលោកខៅឆាយខ្លួនខុសមិនកែប្រែបែរជាចោតប្រកាន់ឯងថាញុះញង់វិញមហាជន99%គេមិនមែនល្ងងទេបើសួងបញ្ញាក្របីថាគោពួកគាត់ជឿអត់ឯកឧត្តមកំពុងតែមើលងាយប្រជាជនខ្មែរហើយខ្ញុំរកនិយាយយូរហើយក្រុមបិសាចជញ្ជក់ឈាមគុនខ្មែររស់ឡើងវិញហើយក្រុមនេះបានស្លាប់ម្ដងហើយតែនៅទាយាទមួយធ្វើឲ្យក្រុមនេះរស់ឡើងវិញជុំវិញនឹងបញ្ហាខាងលើនេះដែរអង្គភាពយើងសូមមិនវែកញែកខាងណាខុសខាងណាត្រូវនោះឡើយសូមទុកឲ្យមហាជនអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរលោកបញ្ចេញមតិទៅ